bọn này khi trámនឹងដាក់ពន្ធ50% បន្ថែមទៀតទៅកាន់ប្រទេសចិនបើសិនជាចិនអត់ដកពន្ធ34% ចេញនៅថ្ងៃទី8បានថ្ងៃទី8បានន័យថានៅអាមេរិកថ្ងៃទី8នៅយើងថ្ងៃទី9អញ្ចឹងបើសិនជាចិនគាត់អត់ដកចេញទេត្រាំនឹងអនុវត្តបន្ថែមពន្ធ50% ទៀតអញ្ចឹងពន្ធសរុបទៅលើប្រទេសចិនគឺ104%បានន័យថាការពីមុនគឺមានពន្ធ10% នាំចូលហើយថែមក្រោយមកថែម10% ទៀតហើយបន្ទាប់មកពីខែ4ហ្នឹងក៏ថែម34% ហើយឥឡូវបើសិនជាដល់ថ្ងៃ8ហ្នឹងគឺប្រទេសចិនអត់ដកអាពន្ធ34% ដែលខ្លួនដាក់ទៅអាមេរិកកាលពីថ្ងៃទី4 មេសាអាហ្នឹងគាត់ឆ្លើយតបទៅពន្ធដែលអាមេរិកដាក់ទៅចិន34ដែរអញ្ចឹងដាក់ឲ្យស្មើគ្នាអញ្ចឹងណាអញ្ចឹងត្រាំនឹងបន្ថែម50% ទៀតអញ្ចឹងវាស្មើ104%បាទហើយចិនក៏បាន reply ទៅវិញដែរណាគេថាចិននឹងប្រយុទ្ធដល់ទីបញ្ចប់ពេលដែលឮថាត្រាំគាត់ដាក់50% ហ្នឹងអញ្ចឹងអានេះវាចូលលក្ខណៈសង្គ្រាម war ណាគ្នា tariff war បើថាសង្គ្រាមសង្គ្រាមពន្ធដាក់ពន្ធទៅគ្នាទៅវិញទៅមកបាទអញ្ចឹងអត់លេងសើចទេដាក់ចុះដាក់ឡើងងាប់កម្មករងាប់អ្នកប្រើប្រាស់ងាប់ពលិកអត់ការងារធ្វើអាហ្នឹងគឺអាហ្នឹងងាប់តែតូចណាតែស្នាដឹកនាំមួយគេគិតពូពីប្រជាពលរដ្ឋអញ្ចឹងគេត្រូវមានដំណោះស្រាយណាគ្នាអញ្ចឹងយើងចាំមើលទាំងអស់គ្នា